សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងពន្យល់អំពីមុខងារថ្មីលើ Binance ដែលមានអត្ថប្រយោជន៍ខ្លាំងសម្រាប់អ្នកចាប់ផ្ដើមនិងអ្នកចង់រៀនគ្រីបតូនោះគឺ Binance Demo Trading មនុស្សជាច្រើនចង់រៀនជួញដូរប៉ុន្តែខ្លាចបាត់បង់ប្រាក់ Demo Trading គឺជាចម្លើយដែលមានសុវត្ថិភាពខ្ពស់បំផុតអ្វីទៅជា Demo Trading Demo Trading គឺជាបរិយាកាសប៉ុន្តែមិនប្រើប្រាក់ពិតអ្វីទាំងអស់តម្លៃ Graph បញ្ជីទិញស្រឡាយ Features Margin តែទាំងអស់ស្មើនឹងការជួញដូរពិតប៉ុន្តែមិនបាត់បង់ប្រាក់វាជាគន្លងសម្រាប់សាកល្បងនិងរៀនដោយមិនមានហានិភ័យឡើយអាចប្រើបានសម្រាប់អ្នកប្រើទាំងអស់អ្នកអាចប្រើ Demo Trading ទោះបីឯងកំពុងរងចាំ KYC ក៏ដោយអ្នកគ្រាន់តែចុះឈ្មោះនិងចាប់ផ្ដើមរៀនភ្លាមវាបំបែកឧបសគ្គនិងធ្វើឲ្យអ្នករៀនបានលឿនហេតុអ្វី Binance បង្កើត Demo Trading ដើម្បីជួយអ្នកចាប់ផ្ដើមដើម្បីឲ្យអ្នកមានកម្លាំងចិត្តដើម្បីឲ្យអ្នកសាកល្បង strategies ដើម្បីរៀនឯមុនប្រើប្រាក់ពិតដើម្បីឲ្យអ្នកស្វែងយល់ល្បឿនខ្លួនឯង Demo Trading គឺដូចម៉ាស៊ីនហោះសម្រាប់អ្នកបើកយន្តហោះតែសម្រាប់អ្នក Trade Crypto Virtual Funds អ្នកនឹងទទួលបាន 5,000 USD សម្រាប់ Spot 15,800 USD សម្រាប់ Features អ្នកអាច reset ត្រឡប់ទៅ Original បានពេលណាក៏បាន Risk Free Learning Demo Trading លុបបំបាត់ការភ័យខ្លាចអ្នកអាចទិញលក់សាកល្បងបង្កើត strategies មិនបាត់បង់អ្វីទាំងអស់នេះអាចជួយអ្នករៀនលឿនជាងមុនដោយគ្មានចំណាយចូលទៅ Live Trading បានងាយក្រោយពីសាកល្បងរយៈពេលខ្លះអ្នកនឹងស្គាល់ឲ្យនឹងមុខងារពេលបដូរទៅ Live Trading អ្នកមិនមានការភ័យតែម្ដងសន្និដ្ឋាន Binance Demo Trading សុវត្ថិភាពគ្មានហានិភ័យរៀនបានលឿនសាកល្បងបានគ្រប់យ៉ាងសម្រាប់អ្នកគ្រប់កម្រិតវាជាឧបករណ៍អប់រំមិនមែនជាការណែនាំវិនិយោគរួចបំពេញកូដដើម្បីយករង្វាន់ MRE ដំបូងបងប្អូនចូលទៅកាន់ Play Store ឬក៏ App Store បន្ទាប់មកសរសេរពាក្យថា Binance ដូចដែលខ្ញុំបានសរសេរនេះបន្ទាប់មកចុច Download ចុច Allow តាមដែលដាក់ឲ្យនេះរួចចុចយកខាងក្រោមគេបន្ទាប់មកបំពេញលេខទូរស័ព្ទឬក៏ Email បើសិនជាចេញមកបែបនេះចុចតាមបែបនេះយើងដាក់លេខទូរស័ព្ទរួចយើងចុច Tick រួចចុច Next ពេលនោះសារវានឹងលោតទៅកាន់ទូរស័ព្ទរបស់បងប្អូនជាលេខ5មួយខ្ទង់បន្ទាប់មកយកលេខ5មួយខ្ទង់មកបំពេញរួចវានឹងឲ្យយើងបង្កើតលេខកូដត្រូវតែមានអក្សរធំអក្សរតូចលេខសញ្ញាដល់ចំណុចនេះសំខាន់បំផុតគឺយើងត្រូវចុច Yes រួចបំពេញកូដដើម្បីយករង្វាន់ MREL បន្ទាប់មកបងប្អូនដាក់អត្តសញ្ញាណប័ណ្ណឬបានបើកបរកណ្ដាលគេឬក៏យើងប្រើជាប៉ាសពតបងប្អូនមានអីដាក់នឹងដើម្បីបង្កើតកណេឲ្យផ្ទាល់ខ្លួនរបស់យើងអាចចុចខាងក្រោមដើម្បីដាក់ខាងលើកទាំងខាងមុខមានរូបថតខាងក្រោមទាំងអត់រូបថតបន្ទាប់មកយើងស្កេនមុខតាមគេណែនាំមានងាកឆ្វេងស្ដាំព្រិចភ្នែកនិងចំហមាត់ជាដើមតាមរូបគេបង្ហាញ